យើងចេញមកពីគ្រួសារនេះអត់សំណាងយើងស្ដួចស្ដើងជាងគេបន្តិចមែនតែបើមានឱកាសធ្វើការសុំធ្វើការឲ្យអស់ពីចិត្តទីមួយកុំបោះចោលការខំប្រឹងយើងកើតមកចំគ្រួសារនេះអត់មែនសំណាងយើងមានអត់ច្រើនទេហើយបើសិនជាយើងអត់ខំប្រឹងទៀតអានឹងគឺជាសួយធំមែនតើនៅក្នុងជីវិតរបស់យើងចេញពីគ្រួសារនេះអត់តែកុំបោះចោលការខំប្រឹងរបស់យើងឲ្យសោះគ្រូខ្ញុំក៏ផ្ដាំថាភ្លៀងនៅលើដបូលផ្ទះអ្នកមានភ្លៀងនោះក៏ធ្លាក់លើដបូលផ្ទះយើងដែរដបូលគេធំទឹកផ្ទះគេបបោគេមិនត្រង់ក៏បានដែរប៉ុន្តែដបូលផ្ទះយើងតូចបើសិនជាយើងខ្នះខ្នែងជាងគេបន្តិចយើងអាចសល់ទឹកខ្លះសម្រាប់ប្រើដែរយើងចេញពីតកូលអ្នកខ្សត់សំណាងយើងគឺស្ដួចស្ដើងជាងគេទៅហើយឱកាសយើងក៏តិចតួចជាងគេដែរប៉ុន្តែបើយើងផ្ដេកផ្ដួលមិនចាប់យកឱកាសតូចទាំងអស់នឹងយើងអត់ខ្វល់ជាមួយវាទៀតអានឹងសំណាងយើងនឹងវារត់តខើយទៅទៀតឬក៏លែងមានក៏ថាបានយើងខ្សត់ទ្រពតែកុំឲ្យខ្សត់ការខិតខំប្រឹងប្រែងសោះទី2កុំបោះចោលគំនិតវិជ្ជមានរបស់យើងកើតមកចំគ្រួសារនេះអត់មែនតែកុំបោះចោលស្មារតីវិជ្ជមាននៅក្នុងខ្លួនយើងអសោះទទួលស្គាល់ថាយើងកើតចេញពីគ្រួសារនេះអត់វាពិបាកខ្លាំងណាស់ពិបាកសពពិបាកគ្រប់សម្ពាធក៏ច្រើនសម្ពាយក៏ច្រើនអំរែកក៏ធំតែការគិតអវិជ្ជមានវាអត់បានជួយយើងឲ្យធូរស្បើយទេទៅចាប់អ្នកខ្លះចាប់កាន់ការងារភ្លាមនឹកឃើញដល់រឿងអវិជ្ជមាននឹងចូលផ្លែតតែម្ដងក្រគេមើងងាយ